សូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះក្នុងវីដេអូនេះដែរគឺខ្ញុំនឹងលើកយកសំណួរពហុជ្រើសរើសចំនួន5អំពីគោលនិងរដ្ឋកលកម្ពុជាមកធ្វើការចែកជូនដល់អ្នកនឹងត្រូវត្រៀមប្រឡងគោលនិងរដ្ឋកលនាពេលខាងមុខដ៏ឆាប់នេះចូលដល់សំណួរទី1តើរដ្ឋបាលគយនិងរដ្ឋកលកម្ពុជាបង្កើតឡើងនៅឆ្នាំណាក1950ខ1951ក1952ខ1953ចំណុចដែលត្រឹមត្រូវគឺ1951ទី2តើរដ្ឋបាលគយនិងរដ្ឋកលកម្ពុជាដែលបង្កើតឡើងនៅឆ្នាំ1951មានឈ្មោះជាផ្លូវការដូចម្ដេចករដ្ឋបាលគយនិងរដ្ឋកលកម្ពុជាខរដ្ឋបាលគយកទីចាត់ការគយនិងរដ្ឋកលខគ្មានចម្លើយចម្លើយដែលត្រឹមត្រូវគឺទីចាត់ការគយនិងរដ្ឋកលចូលដល់សំណួរទី3អ្នកណាជាអ្នកផ្ដួចផ្ដើមបង្កើតរដ្ឋបាលគយនិងរដ្ឋកលកម្ពុជានៅឆ្នាំ1951ករដ្ឋបាលបារាំងខរដ្ឋបាលជប៉ុនករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខព្រះបាទនរោត្តមសីហនុចំណុចដែលត្រឹមត្រូវគឺខព្រះបាទនរោត្តមសីហនុចូលដល់សំណួរទី4តើទីចាត់ការគយនិងរដ្ឋកលត្រូវបានដំឡើងមកជាអគ្គនាយកដ្ឋានគយនិងរដ្ឋកលកម្ពុជានៅឆ្នាំណាក2008ខ2009ក2010ខ2011ចម្លើយដែលត្រឹមត្រូវគឺ2008ចូលដល់សំណួរចុងក្រោយដែលជាសំណួរទី5តើអគ្គនាយកដ្ឋានគយនិងរដ្ឋកលកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នណាកទីស្តីការគណៈរដ្ឋមន្ត្រីខក្រសួងពាណិជ្ជកម្មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខក្រសួងមុខងារសាធារណៈចំណុចទៅគឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទវីដេអូនេះក៏ឈានមកដល់ទីបញ្ចប់អញ្ចឹងសម្រាប់សំណួរបន្ទាប់យើងនឹងធ្វើការចែករំលែកនៅវីដេអូបន្ទាប់ក្រោយៗទៀតសូមកុំភ្លេចជួយ Subscribe និង Follow Page ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមដើម្បីទទួលបានវីដេអូអាប់ដេតក្រោយៗទៀតសូមអរគុណ